ព័ន្ធនឹងព្យុះសង្គ្រានយោបាយមុនការបោះឆ្នោតសកលលើកដំបូងនិងការបង្កើតរាជរដ្ឋាភិបាលចម្រុះឆ្នាំ1993ត្រូវបានបង្ហើបឲ្យដឹងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតើព្យុះសង្គ្រាទាំងនោះមានអ្វីខ្លះដែលជារបត់នៃប្រវត្តិសាស្ត្រជាតិ Fresh Exclusive មានសេចក្តីរាយការណ៍រៀបរាប់ស៊ីជម្រៅលើបញ្ហានេះអាចកំបាំងត្រូវបានទម្លាយតែយុទ្ធសាស្ត្រអ្វីដែលបរិះខ្លាំងហ៊ុនសែនប្រើប្រាស់ដើម្បីបង្ក្រាបព្យុះសង្គ្រាមនយោបាយមុនការបង្កើតរដ្ឋាភិបាលចម្រុះឆ្នាំ1993សម្ដេចតេជោហ៊ុនសែនបានបង្ហើបដំណើរនយោបាយជាប្រវត្តិសាស្ត្ររបស់ជាតិនៅក្នុងដំណាក់កាលប្រកួតប្រជែងអំណាចជាមួយគណៈបកនយោបាយដទៃជាពិសេសនៅមុនការបោះឆ្នោតសកលលើកដំបូងខែឧសភាឆ្នាំ1993ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិគណៈបកនយោបាយចូលរួមប្រកួតប្រជែងនៅពេលនោះមាន20គណៈបកប៉ុន្តែគណៈបកដែលទទួលបានអាសនៈក្នុងរដ្ឋសភាមានគណៈបក4តែប៉ុណ្ណោះនាចុងខែឧសភាឆ្នាំ1993បន្ទាប់ពីមានការប្រកាសលទ្ធផលបោះឆ្នោតសម្ដេចហ៊ុនសែននិងសម្ដេចជាស៊ីមនៅពេលនោះបានស្នើនឹងយាងសម្ដេចព្រះនរោត្តមសីហនុដើម្បីយាងព្រះអង្គមកកាន់អំណាចជាព្រះប្រមុខរដ្ឋព្រះមហាវីរក្សត្រខ្មែរនៅថ្ងៃទី3មិថុនាឆ្នាំ1993បានប្រកាសថាព្រះអង្គនឹងយាងទទួលមុខតំណែងជាព្រះប្រមុខរដ្ឋដំណើរដើមតងនឹងប្រវត្តិនយោបាយស្មុគស្មាញរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ1991បេសកកម្មអង្គការសហប្រជាជាតិអ៊ុនតាក់ត្រូវបានក្លាយជារដ្ឋបាលបណ្ដោះអាសន្ននៅលើទឹកដីកម្ពុជាដើម្បីធ្វើការរៀបចំការបោះឆ្នោតសកលតាមបែបលទ្ធិប្រជាធិបតេយ្យរវាងពីថ្ងៃទី23ដល់28ឧសភាឆ្នាំ1993ក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីសដដែលនោះអ៊ុនតាក់នឹងត្រូវដកហូតអាវុធពីភាគីចំនួនខ្មែរទាំង4ក្រុមគឺភាគីពីរដ្ឋកម្ពុជាភាគីខ្មែរក្រហមភាគីហ៊ុនស៊ិនប៉ិចនិងភាគីគណបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនានៃកម្លាំងរណសេរីរំដោះប្រជាពលរដ្ឋខ្មែររបស់លោកសឺនសានប៉ុន្តែនៅមុនដំណាក់កាលរៀបចំការបោះឆ្នោតបានមកដល់នោះគឺនៅក្នុងខែមិថុនាឆ្នាំ1992គណៈពេលដែលកងកម្លាំងអ៊ុនតាតម្រូវឲ្យដកហូតអាវុធពីភាគីខ្មែរទាំង4ក្រុមនោះស្រាប់តែភាគីខ្មែរក្រហមបានធ្វើពិហិការនិងថែមទាំងរារាំងកម្លាំងអ៊ុនតាមិនឲ្យចូលក្នុងទឹកដីដែលពួកគេបានកាន់កាប់នោះឡើយក្រោមលេសថាមានវត្តមានកងទ័ពវៀតណាមនៅក្នុងទឹកដីកម្ពុជាទោះបីជាយ៉ាងណាក៏ដោយភាគី3ដទៃទៀតដែលព្រមព្រៀងចូលរួមក្នុងការបោះឆ្នោតត្រូវបានគេដកហូតអាវុធស្របតាមកិច្ចព្រមព្រៀងនិងការបោះឆ្នោតដែលគ្មានការចូលរួមពីភាគីខ្មែរក្រហមនោះគឺនៅតែបន្តធ្វើបើទោះបីជាមានការគំរាមកំហែងពីក្រុមប្រដាប់អាវុធខ្មែរក្រហមនាពេលនោះក៏ដោយលទ្ធផលនៃការរៀបចំបោះឆ្នោតសកលលើកដំបូងគ្រានោះគឺគណៈបកដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភារួមមាន4គណៈបកគឺគណៈបកហ៊ុនស៊ិនប៉ិចបានលទ្ធផល58កៅអីគណៈបកប្រជាជនកម្ពុជាបាន51កៅអីគណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាបានទទួល10កៅអីនិងគណៈបកមូលីនាការបាន1កៅអីប៉ុន្តែដើម្បីស្ដារស្ថានភាពពីលក្ខណៈចាញ់ប្រៀបទៅជាមានប្រៀបឈ្នះវិញការតស៊ូនយោបាយរបស់គណៈបកប្រជាជនកម្ពុជាជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺជាតួអង្គដ៏ឆ្នើមបំផុតក្នុងសម័យកាលនោះសម្ដេចតេជោហ៊ុនសែនក្នុងប្រសាសន៍ថ្ងៃទី21មីនាឆ្នាំ2025ក្នុងឱកាសបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5នៃកងយោធពលខេមរៈភូមិន្ទជូនសម្ដេចវិជ័យសេនាធិបាញ់និងសម្ដេចកតេសង្ឃហបណ្ឌិតម៉ែនសមនបានបញ្ជាក់ថានៅក្នុងសម័យនោះនៅក្នុងជួរគណៈបកប្រជាជនកម្ពុជាមានអ្នកខ្លះប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលពួកគេប្រុងបង្កើតជាតំបន់អបគមក្នុងតំបន់ខេត្តភាគខាងកើតប្រទេសនៅពេលនោះហើយរូបសម្ដេចគឺជាតួអង្គដ៏សំខាន់តែម្នាក់ក្នុងការដើរតួនាទីជួយសម្របសម្រួលបញ្ជាសង្គ្រាមមិនឲ្យកើតមានសារជាថ្មី
ក្រោយការបោះឆ្នោតមានបញ្ហាប្រឈមច្រើនណាស់នៅត្រង់ថានៅក្នុងផ្ទៃក្នុងរបស់គណៈបព្វជិជនមានអ្នកទទួលស្គាល់លទ្ធផលបោះឆ្នោតនិងមានអ្នកមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតក្នុងនោះគឺការបង្កើតអបគុំនៅប្រមាណខេត្តរួមមានព្រៃវែងស្វាយរៀងកំពង់ចាមខ្ញុំត្រូវផ្សងព្រេងគ្រោះថ្នាក់មួយ សម្ដេចហ៊ុនសែនក្នុងបេសកកម្មដ៏គ្រោះថ្នាក់ដើម្បីជួបជាមួយមេដឹកនាំតំបន់អបគុំក្នុងសម័យនោះខេត្តចំនួន7គឺខេត្តព្រៃវែងស្វាយរៀងកំពង់ចាមក្រចេះស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីដែលជាប់នឹងព្រំប្រទល់ដែនវៀតណាមត្រូវបានប្រកាសបំបីខ្លួនក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តមចក្រពង្សនិងលោកស៊ិនសុងដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី10មិថុនាឆ្នាំ1993ព្រះអង្គម្ចាស់នរោត្តមចក្រពង្សនិងលោកស៊ិនសុងគឺជាអតីតមន្ត្រីជាន់ខ្ពស់គាំទ្រគណៈបកប្រជាជនកម្ពុជាក្នុងពេលនោះសម្ដេចតេជោហ៊ុនសែនបានថ្លែងបង្ហើបថាបេសកកម្មមួយរបស់សម្ដេចនៅពេលនោះគឺការនាំព្រះអង្គម្ចាស់នរោត្តមចក្រពង្សនិងលោកស៊ិនសុងដែលប្រកាសតំបន់អបគុំទាំងនោះដើម្បីចូលមកគាល់ព្រះមហាវីរក្សត្រខ្មែរគឺសម្ដេចព្រះនរោត្តមសីហនុការិយាល័យនយោបាយរបស់គណៈបកហ៊ុនស៊ិនប៉ែកនិងគណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនានៅក្នុងបណ្ដាខេត្តទាំង7នាពេលនោះបានរងនឹងការរុះរើនិងការវាយប្រហារចំណែកកងកម្លាំងអ៊ុនតាក់ទាំងឡាយដែលឈរជើងក្នុងខេត្តទាំង7នោះផងដែរក៏ត្រូវបានបញ្ជាឲ្យចាកចេញជាបន្ទាន់ផងទៀតនៅថ្ងៃទី14មិថុនាឆ្នាំ1993នៅក្នុងកិច្ចប្រជុំរដ្ឋសភាជាបន្ទាន់មួយសម្ដេចព្រះនរោត្តមសីហនុក្នុងនាមជាព្រះប្រមុខរដ្ឋបានប្រកាសគណៈបកដែលជាប់ឆ្នោតក្នុងរដ្ឋសភាដែលរួមមានគណៈបកហ៊ុនស៊ិនប៉ែកចំនួន58អាសនៈគណៈបកប្រជាជនកម្ពុជា51អាសនៈគណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាចំនួន10អាសនៈនិងគណៈបកមូលីនាការចំនួន1អាសនៈការប្រកាសនេះពេលនោះបានបង្ហាញថាអំណាចប្រតិបត្តិរបស់ព្រះអង្គម្ចាស់នរោត្តមរណរដ្ឋនិងសម្ដេចហ៊ុនសែនមានទំហំស្មើគ្នាសម្ដេចហ៊ុនសែននៅពេលនោះបានប្រញាប់ប្រកាសគាំទ្ររដ្ឋបាលបណ្ដោះអាសន្នអ៊ុនតាក់និងនយោបាយដ៏ម៉ឺងម៉ាត់របស់សម្ដេចហ៊ុនសែននៃភាគីគណៈបកប្រជាជនកម្ពុជានៅពេលនោះហើយបានធ្វើឲ្យមេដឹកនាំបង្កើតតំបន់អបគុំបានផ្លាស់ប្ដូរជំហរសម្ដេចតេជោហ៊ុនសែនបានថ្លែងរំលឹកព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រជាតិទាំងនោះជាបន្តព្រឹកថ្ងៃទី14ខែមិថុនាឆ្នាំ1993យើងបើកការប្រជុំសភាយ៉ាសូស៊ីអាកាស៊ីបានរៀបចំអធិភាគចក្រមួយឲ្យខ្ញុំទៅខេត្តកំពង់ចាមដើម្បីឲ្យធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមឬព្រៃវែងឬទៅស្វាយរៀងពេលនោះខ្ញុំថាមិនបានទេអញ្ចឹងខ្ញុំឲ្យគុណគឹមឡើងតាមផ្លូវទឹកហើយខ្ញុំក៏ឡើងតាមផ្លូវទឹកដោយសារបងប្រុសរបស់ខ្ញុំកាន់កាប់ខេត្តកំពង់ចាមត្រូវគេទៅបោកថាត្រូវធ្វើអបគុំបូកជាមួយនឹងយុទ្ធភូមិភាគទី2កាលពេលនោះញឹកហ៊ួនទៅកាន់រថពាសដែករាប់សិបគ្រឿងបានយកទៅដាក់នៅពង្រាយនៅឯអូរឹងឪហើយរថពាសដែកនោះហើយដែលយកមកទុកលាក់នៅបោភ្នំនឹងក៏ចាប់ផ្ដើមយករថពាសដែកនោះធ្វើរដ្ឋប្រហារថ្ងៃ2កក្កដាឆ្នាំ1994រឿងរ៉ាវវាមិនតូចទេប៉ុន្តែយើងចេះសម្របវល់សភាពការដើម្បីធ្វើឲ្យសភាពការរបស់យើងនឹងនោះខ្ញុំបេសកកម្មរបស់ខ្ញុំត្រូវយកព្រះអង្គម្ចាស់ចក្រពង្សនិងអាដាមស៊ិនសុងមកថ្វាយបង្គោលណាខ្ញុំធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ណាប្រកបដោយគ្រោះថ្នាក់សម្ដេចហ៊ុនសែនបានថ្លែងបញ្ជាក់ថានៅពេលនោះគ្រាដែលសម្ដេចបានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមក៏មានសេចក្តីរាយការណ៍ថាព្រះអង្គម្ចាស់នរោត្តមចក្រពង្សបានធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាមនោះទៅហើយ
សម្ដេចហ៊ុនសែនពេលនោះត្រូវធ្វើដំណើរចេញពីខេត្តកំពង់ចាមមកកាន់ខេត្តព្រៃវែងដើម្បីជួបជាមួយមេដឹកនាំផ្ដាច់ខ្លួនម្នាក់ទៀតគឺលោកស៊ិនសុង ពេលនោះសិនសងមានកំភ្លើងម្ដងនៅនឹងចកេះក្នុងពេលដែលខ្ញុំអត់មានកាន់អាវុធណាពេលដែលខ្ញុំចូលដេកថ្ងៃនៅបន្ទប់របស់សិនសងពេលនោះគឺចូលទៅក្នុងបន្ទប់សិនសងដកកំភ្លើងចេញមកហើយដាក់អាកំភ្លើងទៅលើអារឡូទៅលើហើយខ្ញុំត្រូវរងចាំព្រះអង្គម្ចាស់ចក្រភពរហូតដល់ទៅម៉ោងប្រហែលជា7កន្លះល្ងាចទៅព្រះអង្គម្ចាស់ចក្រភពមកពីវៀតណាមមកដល់ព្រៃវែងហើយខ្ញុំក៏នាំអាដាមសិនសុងនិងព្រះអង្គម្ចាស់ចក្រភពចូលថ្វាយបង្គំកលបកូនណានៅថ្ងៃទី17សម្ដេចហ៊ុនសែននៃការច្បាមរូបមន្តអនុម័ត2ភាគ3ក្នុងដំណាក់កាលតស៊ូនយោបាយដ៏តឹងតែងនៅពេលនោះសម្ដេចហ៊ុនសែនបានមើលឃើញនៅចំណុចខ្សោយមួយដែលគណៈបកប្រជាជនកម្ពុជានឹងអាចដួលរលំបើសិនជាបន្តយកចំណុចមតិភាគច្រើនដាច់ខាត 50+1 មកធ្វើជាគោលការណ៍សម្រេចក្នុងរដ្ឋសភាពីព្រោះយោងតាមលទ្ធផលនៃការបោះឆ្នោតសកលនោះគឺសម្លេងរបស់គណៈបកហ៊ុនស៊ិនប៉ែកនិងសម្លេងរបស់គណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកសឺងសានគឺនឹងអាចឈ្នះលើសម្លេងគណៈបកប្រជាជនកម្ពុជាបានដោយងាយស្រួលហើយដូច្នោះហើយគឺនៅថ្ងៃទី13មិថុនាឆ្នាំ1993គឺមួយថ្ងៃមុនកិច្ចប្រជុំរដ្ឋសភាពេញអង្គលើកដំបូងនោះសម្ដេចហ៊ុនសែនបានធ្វើកិច្ចប្រជុំមួយជាមួយនឹងសមាជិកសភាជាប់ឆ្នោត51រូបរបស់គណៈបកប្រជាជនកម្ពុជានិងសមាជិកជាន់ខ្ពស់បកដទៃទៀតដើម្បីការច្បាមទាមទាររកសម្លេង2ភាគ3នៅក្នុងការសម្រេចរបស់រដ្ឋសភាមុនពេលប្រជុំសភាមួយថ្ងៃគឺនៅថ្ងៃទី13ខែមិថុនាខ្ញុំបានប្រជុំដឹកនាំការប្រជុំណាមួយនៅគណៈបកទីស្នាក់ការគណៈបកដែលក្នុងនោះគឺបានប្រាប់ទៅសមាជិកាសភានៃគណៈបកប្រជាជន51នាក់បូកជាមួយនឹងថ្នាក់ដឹកនាំដទៃទៀតថាយើងត្រូវច្បាមយក2ភាគ3ព្រោះបើមិនច្បាមយក2ភាគ3ទេគឺមហន្តរាយព្រោះហ្វុនតែពេចបូកសឿនសានគឺគ្រប់គ្រាន់ដើម្បីនឹងបំផ្លាញយើងចោលប៉ុន្តែកុំភ្លេចថារដ្ឋធម្មនុញ្ញត្រូវអនុម័តដោយ2ភាគ3បើគ្មាន CPP គឺអត់អញ្ចឹងសុខចិត្តឲ្យរដ្ឋកម្ពុជានៅបន្តអញ្ចឹងបន្តយោងតាមកិច្ចព្រមព្រៀងនីតិក្រុងប៉ារីគណៈបកដែលចូលរួមក្នុងការបោះឆ្នោតសកលនិងដែលទទួលបានអាសនៈក្នុងរដ្ឋសភាគឺជាគណៈបកដែលរួមគ្នាបង្កើតរដ្ឋធម្មនុញ្ញប៉ុន្តែនៅក្នុងពេលដែលសម្ដេចហ៊ុនសែនអវត្តមានក្នុងពេលចេញមកបំពេញបេសកកម្មមកកាន់តំបន់អបគមដើម្បីនាំខ្លួនព្រះអង្គម្ចាស់ចក្រពង្គនិងលោកស៊ិនសុងមកគាល់នឹងព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្តមសីហនុនោះស្រាប់តែមានការសម្រេចមួយគាំទ្រផ្ទុយពីអ្វីដែលសម្ដេចហ៊ុនសែនធ្លាប់បានប្រាប់សមាជិកសភាគណៈបកប្រជាជនកម្ពុជាដែលត្រូវច្បាមឲ្យជាប់នៅការទាមទារយកសម្លេងគាំទ្រ2ភាគ3នៅក្នុងសភានោះសម្ដេចតេជោបានរំលឹកថានាល្ងាចថ្ងៃទី14មិថុនាឆ្នាំ1993បន្ទាប់ពីមានកិច្ចប្រជុំរដ្ឋសភាលើកដំបូងនាពេលព្រឹកនោះរួចមកនៅក្នុងពេលដែលសម្ដេចបានស្ថិតក្នុងខេត្តកំពង់ចាមដើម្បីបំពេញបេសកកម្មនោះក៏ស្រាប់តែមានការទូរស័ព្ទហៅពីថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាតម្រូវឲ្យសម្ដេចត្រូវវិលត្រឡប់មកប្រជុំសភានៅភ្នំពេញវិញប៉ុន្តែសម្ដេចតេជោមិនបានវិលត្រឡប់ទៅវិញឡើយដោយសារតែការជាប់បំពេញបេសកកម្មដ៏គ្រោះថ្នាក់ដើម្បីតែការរារាំងមិនឲ្យមានការបង្កើតតំបន់អបគមនៅភាគខាងកើតប្រទេសនាពេលនោះភាគីគណៈបកប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចជាសៀមនិងសម្ដេចហេងសំរិននាពេលនោះបែរជាគាំទ្រនៅសម្លេងអនុម័ត 50%+1 នោះទៅវិញអវត្តមានរបស់សម្ដេចក្នុងពេលនោះហើយបានធ្វើឲ្យបំណងដែលចង់ច្បាមយកសម្លេង2ភាគ3ដើម្បីដំណើរការនយោបាយរបស់ជាតិនោះបែរជាដើរខុសពីគោលដៅ
ប៉ុន្តែសម្ដេចហ៊ុនសែនមិនព្រមបោះបង់ចោលនៅគោលដៅដើម្បីប្រយោជន៍ប្រទេសជាតិនាពេលនោះឡើយសម្ដេចតេជោបានថ្លែងថានៅពេលវិលត្រឡប់ទៅភ្នំពេញវិញសម្ដេចបានចូលគាល់នឹងទូលព្រះមហាក្សត្រខ្មែរថាភាគីរបស់គណៈបកប្រជាជនកម្ពុជាមិនគាំទ្រលើការសម្រេចសម្លេង 50% បូក 1 នោះឡើយខ្ញុំចូលទៅកលបកូនណានៅខាងក្រៅផ្នែកខាងក្រៅកន្លែងដែលធ្លាប់ទទួលសារតាំងកាលពីពេលអតីតរដ្ឋកម្ពុជាពេលនោះខ្ញុំបានទូលបកូនណាថាខាងទូលគុំមិនយល់ព្រមទេគោលការណ៍ 50 បូក 1 សម្រាប់បង្កើតរដ្ឋាភិបាលបដិសេធនៅពេលខាងមុខ50 2 ភាគ 3 គឺជាគំនិតរបស់គណៈបកប្រជាជនទេដើម្បីទប់ទល់ជាមួយការបំផ្លាញអាហ្នឹងនិយាយប្រវត្តិសាស្ត្រថ្ងៃហ្នឹងហ្មងអាហ្នឹងមេយុទ្ធសាស្ត្រនៅនេះមេបញ្ចេញគំនិតទៅនេះណាវានៅនេះកាយលោមុនពេលខ្ញុំស្លាប់ទៅអ្នកដែលមិនបានដឹងរឿងគឺមិនដឹងរឿងភាពតាំងចិត្តបដិបដាច់របស់សម្ដេចតេជោហ៊ុនសែនលើការទាមទារឲ្យបាននៅសម្លេង 2 ភាគ 3 នោះត្រូវបានព្រះមហាក្សត្រខ្មែរនៅពេលនោះមានព្រះរាជមន្ទូលតបមកវិញថាសូមឲ្យសម្ដេចហ៊ុនសែនពិភាក្សាជាមួយនឹងភាគី2ដទៃទៀតដែលមានអាសនៈនៅក្នុងរដ្ឋសភាព្រះរាជមន្ទូលរបស់ព្រះមហាក្សត្រនៅពេលនោះបានប្រញាប់ឲ្យសម្ដេចហ៊ុនសែនត្រូវធ្វើកិច្ចការ lobby ជាមួយភាគីដទៃទៀតដើម្បីស្វែងរកនូវមតិស្របគ្នាចំណុចដ៏ខ្លាំងមួយដែលសម្ដេចហ៊ុនសែនអាចយកប្រៀបលើភាគីដទៃដែលទៅវិលពីក្នុងព្រៃចូលមកកាន់តំណែងក្នុងប្រទេសវិញនោះគឺថាបើសិនជាមានការជំទាស់ពីភាគីនយោបាយណាមួយរបស់គណៈបកហ៊ុនស៊ុនប៉ិចក្តីនិងគណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនានោះក្តីការអនុម័តរដ្ឋធម្មនុញ្ញថ្មីនៅមិនអាចធ្វើទៅបានឡើយហើយបើសិនជារដ្ឋធម្មនុញ្ញថ្មីមិនអាចអនុម័តបានរដ្ឋាភិបាលថ្មីមួយប្រសូតចេញពីការបោះឆ្នោតក៏មិនអាចកើតឡើងបានដែរហើយបើសិនជារដ្ឋាភិបាលថ្មីមួយមិនអាចកើតឡើងបានគឺអតីតរដ្ឋាភិបាលចាស់នៃភាគីរដ្ឋកម្ពុជានឹងនៅតែបន្តកិច្ចការរបស់ខ្លួនជាដដែលនោះគឺមានន័យថាការបោះឆ្នោតសកលដែលចំណាយប្រាក់ប្រមាណជិត $2,000 លានអាមេរិកនឹងត្រូវរលាយអស់ទាំងស្រុងភាពក្តាប់ជាប់នៅចំណុចខ្លាំងនិងចំណុចខ្សោយទាំងនេះហើយដែលធ្វើឲ្យព្រៀបទុនរបស់គណៈបកប្រជាជនកម្ពុជាមានសភាពរឹងប៉ឹងឡើងវិញបើទោះបីបានស្ថិតក្នុងដង្កៀបហុំព័ទ្ធដោយសត្រូវជាច្រើននៅក្នុងពេលនោះក៏ដោយព្រោះបើសិនគំនិតរបស់យើងពេលបានអ្នកឯងមិនព្រម50គោលការណ៍2 ភាគ 3 ទេខ្ញុំមិនព្រមអនុម័តរដ្ឋធម្មនុញ្ញទេព្រោះបើអត់មាន CPP ចូលរួមអនុម័តរដ្ឋធម្មនុញ្ញគឺបានសង្កេតថារដ្ឋធម្មនុញ្ញអត់ចេញរួចទេអញ្ចឹងរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជានៃការគ្រប់គ្រងតំបន់ដដែលគឺត្រូវបន្តអាហ្នឹងគឺថ្ងៃនេះយើងចេញអាតកម្បាំងយុទ្ធសាស្ត្ររបស់យើងដូច្នេះនៅថ្ងៃទី17 មិថុនាឆ្នាំ 1993 នោះសម្ដេចតេជោហ៊ុនសែនមិនត្រឹមតែបំពេញបេសកកម្មនាំខ្លួនព្រះអង្គម្ចាស់ចក្រពង្សនិងលោកស៊ិនសុងមកគាល់នឹងព្រះមហាក្សត្រខ្មែរដើម្បីឲ្យបោះបង់ចោលតំបន់អបគមប៉ុណ្ណោះទេប៉ុន្តែសម្ដេចថែមទាំងបានធ្វើឲ្យព្រៀបនយោបាយរបស់គណៈបកប្រជាជនកម្ពុជាលើការទាមទារច្បាមសម្លេង 2 ភាគ 3 ទទួលបានជោគជ័យថែមទៀតសម្ដេចតេជោបង្កើតរូបមន្តសហនាយករដ្ឋមន្ត្រីនិងសហរដ្ឋមន្ត្រីនៃក្រសួងនៃគន្លឹះដឹកនាំប្រទេសសម្ដេចតេជោបានថ្លែងបន្តថាបន្ទាប់ពីថ្ងៃទី17 មិថុនាដែលដោះស្រាយបញ្ហានោះរួចមកសម្ដេចបានបន្តកិច្ចការដោះស្រាយដោយផ្ទាល់ជាមួយនឹងសហនាយករដ្ឋមន្ត្រីគឺព្រះអង្គម្ចាស់នរោត្តមរណរដ្ឋនាពេលនោះទៀតដើម្បីទាញឲ្យព្រះអង្គត្រូវធ្វើដំណើរជាមួយនឹងផែនការរៀបចំទុកមកនេះសម្ដេចតេជោបានរំលឹកថាមុនពេលធ្វើដំណើរមកជួបជាមួយនឹងព្រះអង្គម្ចាស់នរោត្តមរណរដ្ឋសម្ដេចនឹងថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាទាំងឡាយបានស្នាក់នៅជុំគ្នានាវិមានរដ្ឋចំការមនដើម្បីការរក្សាភាពជាធ្លុងមួយនៃនយោបាយនាំប្រទេសជាតិឆ្លងផុតពីសង្គ្រាមសម្ដេចហ៊ុនសែនក្រោយមកបានធ្វើដំណើរមកព្រះរាជដំណាក់ព្រះអង្គម្ចាស់នរោត្តមរណរដ្ឋ
ដើម្បីលើកឡើងនៅការបង្កើតរូបមន្តជាផ្លូវការជាសហនាយករដ្ឋមន្ត្រីនិងសហរដ្ឋមន្ត្រីក្រសួងដទៃទៀតដែលជាគន្លឹះដឹកនាំប្រទេស ពេលនោះខ្ញុំបានប្រាប់សម្ដេចកងទ័ពថាឥឡូវចេះដើម្បីធានាទៅដល់ការសម្រេចបាននៅការជឿទុកគ្នាដើម្បីរៀបចំរដ្ឋធម្មនុញ្ញទូបង្គំស្នើថាយើងត្រូវបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយរដ្ឋាភិបាលបណ្ដោះអាសន្នយោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសរដ្ឋាភិបាលរបស់ទូបង្គំនឹងរលាយក្រោយពេលសភាធម្មនុញ្ញคล้ายទៅជាសភាជាតិនិងបង្កើតរដ្ឋាភិបាលថ្មីទើបរដ្ឋបាលទូបង្គំត្រូវរលាយប៉ុន្តែឥឡូវទូបង្គំសុកចិត្តរំលាយចោលរដ្ឋាភិបាលរបស់ទូបង្គំបង្កើតឡើងនៅរដ្ឋាភិបាលបណ្ដោះអាសន្នមួយដោយមានសហនាយករដ្ឋមន្ត្រីនេះជាសំណើរបស់ខ្ញុំណាអញ្ចឹងពេលហ្នឹងយើងឯកភាពគ្នាក្នុងការបង្កើតនៅរដ្ឋាភិបាលបណ្ដោះអាសន្នសម្ដេចក៏វាឯកភាពគ្នាខ្ញុំថាបើយើងនៅតែបន្តភាគីរបស់ព្រះអង្គអត់តន់ទោះបីភាគីព្រះអង្គមានសម្លេងឆ្នោត58កៅអីទូបង្គំមាន51ប៉ុន្តែព្រះអង្គអត់ធ្វើឲ្យបានទេក្នុងតំបន់ទូបង្គំគ្រប់គ្រងអត់ធ្វើឲ្យកើតហើយយើងមិនអាចជឿទុកចិត្តគ្នាដើម្បីបង្កើតអនុម័តរដ្ឋធម្មនុញ្ញទេល្បិចលើល្បិចដើម្បីយកឈ្នះគូប្រកួតប្រជែងកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសបានតម្រូវឲ្យរដ្ឋបាលអ៊ុនតាក់នាពេលនោះត្រូវគ្រប់គ្រងលើក្រសួងសំខាន់ចំនួន5រួមមានក្រសួងមហាផ្ទៃក្រសួងព័ត៌មានក្រសួងហិរញ្ញវត្ថុក្រសួងការពារជាតិនិងក្រសួងយុតិធធម៌សម្ដេចតេជោហ៊ុនសែនបានថ្លែងថាក្រោយមានកិច្ចព្រមព្រៀងក្រុងប៉ារីសនោះរួចមកភាគីរដ្ឋកម្ពុជាបានបង្កើតនៅក្រសួងថ្មីមួយគឺក្រសួងសន្តិសុខដោយដាក់ឲ្យស្ថិតក្រោមលោកស៊ិនសុងជារដ្ឋមន្ត្រីរីឯក្រសួងមហាផ្ទៃស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ដេចក្រឡាហោមសខេងនេះគឺជាល្បិចនយោបាយរៀបចំទុកជាមុនដើម្បីបង្ការទុកនៅព្រៀបឈ្នះរបស់គណៈបកប្រជាជនកម្ពុជាគ្រាដែលបានមើលឃើញនៅកម្លាំងតស៊ូពីខាងក្រៅមានការចងសម្បាច់គ្នារវាងពួកគេទៅវិញទៅមកជាពិសេសក្រុមខ្មែរក្រហមដែលមានកម្លាំងច្រើនជាងគេក្រសួងសន្តិសុខគឺជាក្រសួងដែលបំបែកចេញពីក្រសួងមហាផ្ទៃពីព្រោះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាយោងទៅតាមកិច្ចព្រមព្រៀងក្រុងប៉ារីសការគ្រប់គ្រងក្រសួងសំខាន់ទាំង5មិនបានរាប់បញ្ចូលក្រសួងសន្តិសុខនោះឡើយមហាផ្ទៃព័ត៌មានហិរញ្ញវត្ថុការពារជាតិយុទ្ធធរមិនយ៉ាងអញ្ចឹងទេក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសយើងបង្កើតក្រសួងមហាផ្ទៃមួយព្រាមក្រសួងសន្តិសុខអញ្ចឹងក្រសួងសន្តិសុខទុកឲ្យសន្តិសុខកាន់ក្រសួងមហាផ្ទៃទុកឲ្យសម្ដេចក្រឡាហោមពេលហ្នឹងខ្ញុំអញ្ជើញសម្ដេចក្រឡាហោមមកជួបដើម្បីឲ្យទៅកាន់មហាផ្ទៃបបែកមួយចំនួនអញ្ចឹងទុកឲ្យក្រសួងសន្តិសុខព្រោះគេកំណត់ឲ្យត្រួតពិនិត្យក្រសួងមហាផ្ទៃតាមានត្រួតពិនិត្យក្រសួងសន្តិសុខណាចឹងទេបានបង្កើតក្រសួងនោះឡើងរឿងវិញចេះអាហ្នឹងទៅល្បិចនៅក្នុងល្បិចនិយាយអស់ហ្មងទៅសម្ដេចតេជោបានមានប្រសាសន៍បន្តថាការចរចាគ្នារវាងរូបសម្ដេចជាមួយនឹងព្រះអង្គម្ចាស់នរោត្តមរណរដ្ឋនារសៀលថ្ងៃទី17មិថុនាឆ្នាំ1993នោះត្រូវបានបញ្ចប់ដោយជោគជ័យដោយព្រះអង្គម្ចាស់នៅពេលនោះបានយល់ស្របទាំងស្រុងតាមប្រសាសន៍លើកឡើងរបស់សម្ដេចហ៊ុនសែនក្រោយការចរចាប្រកបដោយជោគជ័យនោះរួចមកសម្ដេចហ៊ុនសែនដែលពេលនោះជាអនុប្រធានគណៈបកបានរាយការណ៍ដល់សម្ដេចជាស៊ីមជាប្រធានគណៈបកប្រជាជនកម្ពុជាដែលពេលនោះថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាក៏បានឯកភាពគ្នាលើគោលការណ៍នោះប៉ុន្តែ
នាវេលាយប់ថ្ងៃទី17មិថុនានោះស្រាប់តែមានដំណឹងពីព្រះបរមរាជវាំងលើកឡើងថាសម្ដេចជាសៀមមិនបានយល់ព្រមទៅលើអ្វីដែលសហនាយករដ្ឋមន្ត្រីទាំងពីរបានលើកឡើងនោះឡើយព័ត៌មាននេះបានធ្វើឲ្យសម្ដេចហ៊ុនសែនមានភាពភ្ញាក់ផ្អើលជាខ្លាំងពីព្រោះអាចជានយោបាយមួយដែលប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាប៉ុន្តែសម្ដេចតេជោបានប្រើប្រាស់វិធីមួយដើម្បីបញ្ជៀសភាពយល់ច្រឡំទាំងនេះនោះគឺការទូលព្រះមហាក្សត្រខ្មែរនាពេលនោះថារូបសម្ដេចដោយផ្ទាល់និងសម្ដេចជាសៀមសូមចូលគាល់ព្រះអង្គដើម្បីបញ្ជាក់រឿងទាំងនោះឲ្យដាច់ស្រឡះនៅថ្ងៃទី18មិថុនាឆ្នាំ1993សម្ដេចហ៊ុនសែននិងសម្ដេចជាសៀមបានធ្វើដំណើរចូលគាល់ព្រះមហាក្សត្រខ្មែរនៅក្នុងព្រះបរមរាជវាំងនៅថ្ងៃទី18មិថុនានោះគឺជាថ្ងៃចម្រើនប្រជជនសម្ដេចម៉ែជាទីគោរពសក្ការៈថ្ងៃ18ខែមិថុនាគឺជាខួបចម្រើនប្រជជនព្រះវស្សាលួងម៉ែពេលហ្នឹងកំពុងមានពិធីជប់លៀងមួយនៅឯភោជនីខ្ញុំជាមួយបងជាសៀមទៅយើងអត់បានដឹងថារឿងពិធីជប់លៀងទេប៉ុន្តែយើងមានការស្លៀកពាក់អីត្រឹមត្រូវទៅដល់គឺបកូនណាក៏បានឲ្យបងជាសៀមអង្គុយខាងស្រាប់ដៃស្រាប់របស់ព្រះអង្គលួងម៉ែជាមួយបកូនណាហើយអាកាស៊ីក៏អង្គុយនឹងតុនឹងដែរហើយខ្ញុំជាមួយសម្ដេចកងព្រះទៅអង្គុយទល់ពីមុខគ្នាអញ្ចឹងពេលហ្នឹងសម្ដេចបកូនណាបានសួរថាខ្ញុំឮថាអាដាមជាសឹមព្រោះបកូនណាលោកមិនហៅសម្ដេចអាដាមជាស៊ីមទេជាសឹមអាដាមជាសឹមជំតោះជាមួយនឹងការដែលទ្រង់រានរិទ្ធជាមួយនឹងអាដាមហ៊ុនសែនឯកភាពរៀបតើចាំមែនទេថាអត់ទេទុំគុំគ្រប់ត្របងជាសឹមគាត់បញ្ជាក់ថាទុំគុំគ្រប់ត្រដល់ទៅអញ្ចឹងបកូនណាលោកបានទទួលរបាយការណ៍ពីសម្ដេចកងព្រះហើយពីព្រះអង្គចាស់រាជរដ្ឋហើយប៉ុន្តែលោកចង់ស្ដាប់ខ្ញុំថាតើការពំពេញវាស្អីខ្លះចឹងបានខ្ញុំទូលថ្វាយបកូនណាថាការព្រមព្រៀងនោះទី1គឺរដ្ឋាភិបាលទូបង្គំត្រូវប្រជុំជំនួសវិញដោយរដ្ឋាភិបាលបណ្ដោះអាសន្នដោយមានសហនាយករដ្ឋមន្ត្រីគឺសម្ដេចកងព្រះថាព្រះអង្គម្ចាស់រានរិទ្ធនិងទូបង្គំទៅជាសហនាយករដ្ឋមន្ត្រីក្រៅពីនោះគឺនឹងធ្វើជាសហរដ្ឋមន្ត្រីកម្ពុជានឹងធ្វើជាសហរដ្ឋមន្ត្រីមហាផ្ទៃហើយការស្រុះស្រួលក្នុងកងទ័ពគឺបកគលអាយដាមកែកំយ៉ានជានាយអគ្គសេនាធិការនិងឯកឧត្តមញឹកវណ្ណឆៃជានាយអគ្គសេនាធិការរងហើយនឹងមាននាយអគ្គសេនាធិការរងមួយចំនួនទៀតប៉ុន្តែអ្នកទី1គឺកែកំយ៉ានអ្នកទី2គឺញឹកវណ្ណឆៃជាមួយនឹងការរៀបចំទាំងឡាយនោះសម្ដេចហ៊ុនសែននិងព្រះអង្គម្ចាស់នរោត្តមរណរដ្ឋគឺជាសហអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធដែលត្រួតត្រាលើកម្លាំងប្រដាប់អាវុធទាំងមូលរបស់កងយុទ្ធពលខេមរៈភូមិន្ទនៃប្រទេសកម្ពុជាហេតុអ្វីបានជាភាគីរដ្ឋកម្ពុជាជ្រើសយករបៀបបោះឆ្នោតសមាមាត្រតាមខេត្តភាគីគណៈបកប្រជាជនកម្ពុជាដែលពេលនោះបានប្រឈមមុខនឹងភាពខុបខិតនៃក្រមប្រដាប់អាវុធតស៊ូមកវិជាដែនជាពិសេសក្តីបារម្ភនឹងការវិលត្រឡប់មកវិញនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមនោះដើម្បីតែសេចក្តីសុខសាន្តដល់ប្រទេសជាតិនិងដើម្បីការបញ្ជានៅសង្គ្រាមស៊ីវិលបានប្រើប្រាស់ល្បិចកលយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់គួរឲ្យកត់សម្គាល់បន្ទាប់ពីបានធ្វើឲ្យកម្លាំងប្រដាប់អាវុធក្រមតស៊ូមួយចំនួនធំបានស្ថិតក្រោមការត្រួតពិនិត្យរបស់បេសកកម្មអ៊ុនតាក់នៅរួចមក
ការរកប្រៀបឈ្នះលើរបៀបបោះឆ្នោតក៏ជាគន្លឹះមួយដែលគណៈបកប្រជាជនកម្ពុជាបានសិក្សាយ៉ាងយកចិត្តទុកដាក់ផងដែរយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែនប្រទេសមហាអំណាចក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានស្នើឲ្យមានការរៀបចំបោះឆ្នោតសមមាត្រនៅទូទាំងប្រទេសប៉ុន្តែសម្ដេចតេជោ ហ៊ុនសែនបានថ្លែងថាភាគីគណៈបកប្រជាជនកម្ពុជាបានមើលឃើញថាការរៀបចំបោះឆ្នោតតាមរបៀបសមមាត្រនៅទូទាំងប្រទេសនោះនឹងអាចឲ្យភាគីខ្មែរក្រហមវិលត្រឡប់មកកាន់អំណាចសារជាថ្មីវិញនោះទេសូម្បីតែស្ថានភាពនៃការបោះឆ្នោតប្រទេសធំទាំង5គេក្រងមកសមមាត្រទូទាំងប្រទេសតែខ្ញុំមិនព្រមទេដំបូងយើងដាក់ថាចរចានៅបរិយាថាខាងនោះសមមាត្រទូទាំងប្រទេសខាងនេះថាឯកតនាមសិនប៉ុន្តែពេលមកខ្ញុំហៅបងចែមស្ងួតមកផ្ទះរបស់ខ្ញុំតែធ្វើយ៉ាងម៉េចថាបើសមមាត្រទូទាំងប្រទេសដោយដែលអ៊ុតតាខ្មែរក្រហមចូលពេញសភាព្រោះអាស្លឹកឆ្នោតគុំអញ្ចឹងបានជាអាដែងសមមាត្រតាមខេត្តនេះបានចាប់ប្រាប់យើងយកអានឹងទៅទូយកឯកភាពគ្នានៅយកអញ្ចឹងសូមផ្ដាំតកូនតចៅយកសមមាត្រតាមខេត្តរក្សាសមមាត្រតាមខេត្តទៅក្រោយការរៀបចំយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ដើម្បីទប់ទល់រារាំងការវិលត្រឡប់មកវិញរបស់ក្រុមទ័ពព្រៃខ្មែរក្រហមនោះមកព្យុះសង្គ្រាមនយោបាយដែលចង់កាច់បំបាក់នយោបាយដឹកនាំរបស់គណៈបកប្រជាជនកម្ពុជានៅពេលនោះក៏បានរលាយអស់ទៅវិញរដ្ឋធម្មនុញ្ញថ្មីមួយដែលបានបញ្ចូលគោលការណ៍ទាំងឡាយដែលមានចែងក្នុងឧបសម្ព័ន្ធមួយចំនួននៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជានោះត្រូវបានអនុម័តនៅថ្ងៃទី24កញ្ញាឆ្នាំ1993ប្រកាសណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គទ្រង់បានឡើងគ្រងរាជសម្បត្តិសាឡើងវិញរីឯបេសកកម្មអ៊ុនតាក៏បានបញ្ចប់បេសកកម្មរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី24ខែកញ្ញាឆ្នាំ1993នោះដែរប៉ុន្តែការចាក់ចេញរបស់បេសកកម្មអ៊ុនតាក្នុងពេលនោះបានស្ថិតក្នុងស្ថានភាពធ្វើឲ្យកម្ពុជាមានតំបន់ត្រួតត្រា2និងរដ្ឋាភិបាល2អាស្រ័យដោយពួកឧទាមខ្មែរក្រហមដោយសារតែពួកគេបានដកខ្លួនចេញពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសពួកគេនៅតែបន្តធ្វើសង្គ្រាមប្រឆាំងរាជរដ្ឋាភិបាលរបាយការណ៍មួយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ S/25/289 អនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានលើកឡើងថាក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសភាគីកម្ពុជាមានការទទួលខុសត្រូវជាចម្បងចំពោះការអនុវត្តកិច្ចព្រមព្រៀងនិងរបាយការណ៍ដដែលបន្តថាស្ថិរភាពនិងសុខុមាលភាពរបស់កម្ពុជាទៅអនាគតគឺអាស្រ័យលើប្រជាជនកម្ពុជាដោយផ្ទាល់របាយការណ៍នោះបានបញ្ជាក់ច្បាស់ណាស់ថានៅពេលដែលបេសកកម្មរបស់អង្គការសហប្រជាជាតិបានបញ្ចប់វាគឺអាស្រ័យទៅលើប្រជាជនកម្ពុជានៅក្នុងការសម្រេចថាតើត្រូវអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសនោះយ៉ាងដូចម្តេចសម្ដេចតេជោ ហ៊ុនសែនក្នុងមួយជីវិតរបស់លោកបានតស៊ូប្រឹងប្រែងជាខ្លាំងណាស់លើការត្រួសត្រាយនយោបាយដើម្បីការបញ្ចប់សង្គ្រាមបង្ហូរឈាមនិងការនាំប្រទេសឲ្យមានសន្តិភាពនៅខែកុម្ភៈឆ្នាំ1996ក្រោយការមើលឃើញថាកម្លាំងទ័ពព្រៃខ្មែរក្រហមគឺជាកម្លាំងដែលគំរាមកំហែងសន្តិសុខជាតិសម្ដេចតេជោក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ defeat នៃនយោបាយឈ្នះឈ្នះនិងនៅក្នុងរយៈពេល1052យប់1052ថ្ងៃនយោបាយឈ្នះឈ្នះបានធ្វើឲ្យកម្លាំងចាត់តាំងពួកទ័ពព្រៃខ្មែរក្រហមរលត់រលាយអស់ទាំងស្រុងនិងអតីតមេដឹកនាំខ្មែរក្រហមធំទាំងឡាយបានធ្វើដំណើរពីសម្បុកអន្លង់វែងមកកាន់គេហដ្ឋានសម្ដេចតេជោ ហ៊ុនសែននៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាលនៅថ្ងៃទី29ធ្នូឆ្នាំ1998ដែលថ្ងៃនោះហើយគឺជាថ្ងៃកម្ពុជាអស់សង្គ្រាមស៊ីវិលទាំងស្រុងនិងមានការឯកភាពទឹកដីពិតប្រាកដទូទាំងប្រទេសដែលជាចំណុចដ៏ធំបំផុតនៃប្រវត្តិសាស្ត្រខ្មែរត្រូវចងចាំទុកថាបើគ្មានសម្ដេចតេជោ ហ៊ុនសែននិងនយោបាយដ៏ប៉ិនប្រសប់កាច់ចង្កូតនៃប្រទេសជាតិនាពេលនោះទេកម្ពុជាគ្មានសន្តិភាពនិងការអភិវឌ្ឍដោយបច្ចុប្បន្ននេះឡើយ
នេះគឺជាសច្ចភាពនៃប្រវត្តិសាស្ត្ររបស់ជាតិព្រះរាជសារមួយរបស់សម្ដេចព្រះនរោត្តមសីហនុនាថ្ងៃទី23ឧសភាឆ្នាំ2009បានមានបន្ទូលបញ្ជាក់ថាគណៈបកប្រជាជនកម្ពុជាថ្នាក់ដឹកនាំកំពូលអគ្គសម្ដេចជាស៊ីមអគ្គសម្ដេចហេងសំរិនអគ្គសម្ដេចហ៊ុនសែននិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់កម្មាភិបាលនិងសមាជិកទាំងអស់របស់គណៈបកប្រជាជនកម្ពុជាពុំដែលបានទទួលអំណោយបុព្វសិទ្ធិអ្វីពីខ្ញុំទេក៏ប៉ុន្តែពួកគាត់បានផ្ដល់គ្រប់យ៉ាងដល់ខ្ញុំនិងភរិយាខ្ញុំប្រកបដោយសេចក្តីថ្លៃថ្នូរមហាកិត្តិយសដ៏ឧត្តមឧត្តមឋានៈដ៏ខ្ពង់ខ្ពស់ថ្នាក់ជាតិនិងជាប្រវត្តិសាស្ត្រយុត្តិធម៌ថាវិការលក្ខនឹងលក្ខព្រះរាជសារដដែលបានទៅសេបួងសួងសូមព្រះពុទ្ធជាអម្ចាស់ទេវតាបុព្វការីនិងអតីតវីរៈក្សត្រាក្សត្រីទាំងអស់នៅលើមេឃប្រសិទ្ធពរជ័យបវរជួយការពារនិងបន្តការពារនិងផ្ដល់ជ័យជំនះជានិច្ចនិរន្តរ៍ដល់គណៈបកប្រជាជនកម្ពុជា